រឿងអ្នកក្លាហានជួយព្រះនាងកាលពីព្រេងនាយមានរាជាណាចក្រមួយដែលមនុស្សនៅក្នុងរាជាណាចក្រនោះរស់នៅដោយភាពសុខសាន្តរាជាណាចក្រនោះគ្រប់គ្រងដោយស្ដេចមួយអង្គទ្រង់មានបុត្រីមួយអង្គដែលមានប្រជញ្ញ18វស្សាដែលជាវ័យដល់ពេលរៀបអភិសេកពេលនេះបុត្រីធំហើយដល់ពេលដែលត្រូវរៀបអភិសេកហើយមិនមែនតូចដូចមុនទេណាទេបុត្រីមិនចង់រៀបអភិសេកជាមួយអ្នកណាទេព្រោះបុត្រីមិនទាន់ស្រឡាញ់អ្នកណាឡើយព្រះបិតាបុត្រីកុំប្រកែកអីរយៈពេល3ថ្ងៃទៀតបុត្រានៃនគរផ្សេងនឹងមកជួបបុត្រីហើយហេតុអ្វីបានជាខ្ញុំមិនអាចជ្រើសរើសបានហើយពេលនេះបុត្រីសូមទូលព្រះបិតាម្ដងទៀតថាបើបុត្រីមិនស្រឡាញ់បុត្រីនឹងមិនរៀបអភិសេកជាមួយអ្នកណាឡើយបុត្រីកុំធ្វើអញ្ចឹងអីដើម្បីកិត្តិយសរាជាណាចក្របុត្រីត្រូវតែរៀបអភិសេកជាមួយបុត្រានោះជាដាច់ខាតឥឡូវនេះបិតាលាសិនហើយបន្ទាប់ពីព្រះអង្គនិយាយរឿងរៀបអភិសេកជាមួយព្រះនាងហើយទ្រង់ក៏ចាកចេញទៅប៉ុន្តែចំពោះព្រះនាងនៅតែមិនពេញហឫទ័យនៅរឿងនេះបើខ្ញុំនៅក្នុងរាជវាំងទៀតព្រះបិតានឹងចាប់បង្ខំខ្ញុំរៀបអភិសេកទៀតហើយខ្ញុំនឹងចាកចេញមួយរយៈសិនព្រះនាងក៏បានលួចចាកចេញពីរាជវាំងដោយការបង្ខំរៀបអភិសេករបស់ព្រះបិតាព្រះនាងស្ថិតនៅក្នុងរាជាណាចក្រនោះផងដែរមានបុរសដែលមានសេចក្តីក្លាហានម្នាក់ដែលបានដើរផ្សងព្រេងគ្រប់ទីកន្លែងពេលដែលគាត់កំពុងធ្វើដំណើរក៏បានជួបនឹងព្រះនាងដោយចៃដន្យដែលកំពុងរត់គេចពីរាជវាំងអូអ្នកនាងតើអ្នកនាងកំពុងតែធ្វើដំណើរទៅណាមកណាមិនដេចក៏ប្រញាប់ម្ល៉េះខ្ញុំបានវង្វេងផ្លូវហើយឥឡូវនេះមិនដឹងថាត្រូវទៅណាទៀតទេកុំបារម្ភអីពេលនេះខ្ញុំនៅសល់ផ្លែប៉ោមមួយផ្លែដែរអ្នកនាងឆាប់ហូបទៅចាអរគុណលោកណាស់ចុះអ្នកនាងចង់ទៅណាទៀតខ្ញុំក៏មិនដឹងច្បាស់ដែរចុះលោកចង់ទៅណាដែរខ្ញុំចង់ទៅគ្រប់កន្លែងដែលខ្ញុំចង់ទៅខ្ញុំជាអ្នកផ្សងព្រេងវ័យក្មេងហើយបានដើរឆ្លងកាត់កន្លែងជាច្រើនមកហើយនៅក្នុងរាជាណាចក្រនេះអូស្ដាប់ទៅពិតជាអស្ចារ្យណាស់តើខ្ញុំអាចដើរផ្សងព្រេងជាមួយលោកបានទេបានវាក៏ជាវិធីល្អដែរអាចរកផ្ទះរបស់អ្នកនាងឃើញវិញខ្ញុំនឹងនាំអ្នកនាងផ្សងព្រេងទៅដល់កន្លែងស្អាតទុកចិត្តលើខ្ញុំចោះដោយសារតែព្រះនាងមិនចង់ឲ្យគេដឹងប្រវត្តិពិតព្រះនាងមិននិយាយការពិតទៅប្រាប់បុរសម្នាក់នោះឡើយហើយព្រះនាងក៏បានធ្វើដំណើរផ្សងព្រេងជាមួយគាត់ទៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅថ្ងៃមួយខណៈពេលដែលពួកគេកំពុងធ្វើដំណើររំពេចនោះមានខ្យល់គួចមួយបានគួចព្រះនាងយកទៅជួយខ្ញុំផងតើជាខ្យល់អ្វីទៅរំពេចនោះក៏មានសំឡេងមួយលេចឡើងវាជាខ្យល់ដែលមកពីដែនដីវេទមន្តឯងគ្មានថ្ងៃរកនាងឃើញវិញទេបុរសម្នាក់នោះខិតខំរត់តាមព្រះនាងតែអាចត្រឹមយកចិញ្ចៀនរបស់ព្រះនាងមកវិញប៉ុណ្ណោះប៉ុន្តែខណៈពេលដែលគាត់កំពុងតែរត់តាមគាត់បានរអិលជើងដួលសន្លប់បាត់ទៅព្រះអង្គបានបញ្ជាសេនារាជវាំងទៅតាមរកព្រះនាងហើយក៏បានជួបបុរសនោះសន្លប់ដែលដៃកំពុងតែកាន់ចិញ្ចៀនរបស់ព្រះនាងសេនាបាននាំគាត់ចូលរាជវាំងហើយសួរនាំតើឯងបានធ្វើអ្វីបុត្រីយើងនាងគឺជាព្រះនាងក្រាបទូលព្រះអង្គទូលបង្គំមិនបានធ្វើអ្វីដាក់ព្រះនាងនោះទេបើមិនបានធ្វើអ្វីដាក់ព្រះនាងម្ដេចក៏ចិញ្ចៀនបុត្រីយើងនៅនឹងឯងប្រកបណាស់ឯងធ្វើបាបព្រះនាងហើយយកចិញ្ចៀនពីព្រះនាងឆាប់និយាយមកបុត្រីយើងនៅឯណាក្រាបទូលព្រះអង្គបុត្រីព្រះអង្គត្រូវបានខ្យល់គួចទៅដែនដីវេទមន្តបាត់ហើយបើទូលបង្គំធ្វើបាបព្រះនាងមិនក៏ទូលបង្គំដួលសន្លប់ខ្លួនឯងទៅវិញ
ខ្ញុំបានខិតខំជួយព្រះនាងដែរតែដោយសារខ្យល់ព្យុះមានឥទ្ធិពលខ្លាំងពេកទើបធ្វើឲ្យខ្ញុំសន្លប់បែបនេះទៅណាព្រះអង្គតើដែនដីវេទមន្តនោះនៅទីណាខ្ញុំក៏មិនដឹងនៅទីកន្លែងណាដែរព្រះអង្គគ្រាន់តែដឹងថាវាមិនមែនជាកន្លែងធម្មតាឡើយទាល់តែជាមនុស្សអស្ចារ្យហើយស្វែងរកច្រកវេទមន្តមួយឃើញទើបទៅដល់កន្លែងនោះយើងសូមប្រកាសថាបើមានអ្នកណាមានសមត្ថភាពដ៏អស្ចារ្យយកបុត្រីយើងមកវិញបានយើងនឹងយល់ព្រមឲ្យរៀបអភិសេកជាមួយនឹងបុត្រីយើងទូលព្រះបង្គំសូមទៅជួយព្រះនាងដែរព្រះអង្គឯនេះយើងគិតថាកុំទៅអីល្អជាងបើឯងទៅជួយខ្លួនឯងមិនចង់រស់ផងចុះនៅបុត្រីយើងទៀតកុំទៅអីល្អជាងឲ្យតែបានជួយព្រះនាងទោះស្លាប់ក៏ខ្ញុំមិនរារែកដែរបានមិនអីទេយើងចាំមើលភាពក្លាហានឯងតើវាអស្ចារ្យប៉ុណ្ណានៅពេលដែលព្រះអង្គបានប្រកាសស្វែងរកព្រះនាងមនុស្សជាច្រើនបានចាក់ចេញទៅគ្រប់ទីកន្លែងដើម្បីស្វែងរកព្រះនាងចំណែកបុរសម្នាក់នោះបានទៅរកសៀវភៅមួយក្បាលដែលគាត់បានរើសបានសៀវភៅនោះបាននិយាយអំពីអាថ៌កំបាំងនៃដែនដីវេទមន្តទីបំផុតរកសៀវភៅនេះឃើញហើយយើងនឹងអានឲ្យដឹងថាផ្លូវទៅដែនដីវេទមន្តនៅទីណាផ្លូវដែលទៅដែនដីវេទមន្តគឺជាដើមឈើដែលមានស្លឹកពណ៌លឿងទាំងអស់ហើយនិយាយថាសូមបង្ហាញផ្លូវនោះដើមឈើនោះនឹងបើកបង្ហាញផ្លូវដែលអាចទៅដល់ដែនដីវេទមន្តដើមឈើដូចសៀវភៅនេះដូចជាធ្លាប់ឃើញនៅទីណាអញ្ចេះអូនឹកឃើញហើយប្រកាសជាដើមឈើនោះហើយគាត់បានធ្វើដំណើរទៅដើមឈើនោះហើយនិយាយថាសូមបង្ហាញផ្លូវពេលនោះដើមឈើក៏បាននាំគាត់ទៅដែនដីវេទមន្តនោះស្ថិតនៅដែនដីវេទមន្តនោះគឺមានមេធ្មប់ម្នាក់ដែលគ្រប់គ្រងនៅទីនោះហើយព្រះនាងត្រូវបានមេធ្មប់ម្នាក់នោះហើយដែលជាអ្នកចាប់យកទៅហេតុអ្វីក៏ចាប់ខ្ញុំមកទីនេះអូព្រះនាងដ៏គួរឲ្យអាណិតខ្ញុំនាំព្រះនាងមកសិតតែមានប្រយោជន៍ដល់យើងហើយមិនមែនយើងចាប់មកទទេនោះទេតើវាជារឿងអ្វីទៅអញ្ចឹងយើងជាធ្មប់ដែលស្រូបយកភាពអាក្រក់ភាពលោភលន់របស់មនុស្សបើកាលណាចិត្តគំនិតរបស់ពួកគេកាន់តែអាក្រក់ពួកគេនឹងរឹតតែធ្វើឲ្យយើងមានកម្លាំងខ្លាំងឡើងហាអូព្រះអើយហេតុអ្វីបានជាមានរឿងកាត់ឡើងមកលើខ្ញុំបែបនេះយើងនឹងទុកព្រះនាងនៅទីនេះបើអ្នកណាមកជួយព្រះនាងដោយគ្មានភាពស្មោះត្រង់គ្រាន់តែចង់រៀបអភិសេកជាមួយព្រះនាងដើម្បីចង់ក្លាយជាស្ដេចនោះយើងនឹងស្រូបយកកម្លាំងអាក្រក់របស់ពួកគេធ្វើឲ្យយើងកាន់តែមានកម្លាំងខ្លាំងឡើងហាមានសេនាការពីរាជវាំង2នាក់បានលួចតាមបរិសនោះហើយក៏បានដឹងរឿងសម្ងាត់ដែលចូលមកដែនដីវេទមន្តនេះពួកគេប្រញាប់ជួយព្រះនាងមុនបរិសនោះទៅទៀតហាពេលនេះយើងបានខ្លាចជាស្ដេចហើយគាត់ក៏បានដើរចូលទៅដោយភាពមិនស្មោះត្រង់របស់គាត់ក៏បានរលាយបាត់ទៅទីបំផុតឱកាសនេះបានធ្លាក់មកលើយើងវិញហើយឲ្យតែមានអ្វីល្អឯងយកមុនយើងរហូតយើងទ្រាំនឹងឯងយូរណាស់មកហើយគាត់ក៏បានដើរចូលទៅហើយរលាយបាត់ដូចគ្នាពីព្រោះភាពមិនស្មោះត្រង់របស់ពួកគេនោះហើយមើលទៅពិតជាគ្មានអ្នកណាចង់ជួយខ្ញុំពិតប្រាកដនោះទេមិនយូរប៉ុន្មានបុរសម្នាក់នោះក៏បានមកដល់អូព្រះនាងមានកើតអ្វីទេខ្ញុំមិនកើតអ្វីទេលោកឆាប់មកជួយខ្ញុំមកក្នុងចិត្តព្រះនាងពិតជាមានអារម្មណ៍ក្តុកក្តួលនិងភ័យអរជាខ្លាំងព្រោះនឹងអាចដឹងចិត្តគាត់ថាស្មោះឬអត់គាត់បានដើរទៅចិត្តព្រះនាងបន្តិចម្ដងប៉ុន្តែពេលនោះហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះស្រាប់តែពេលនោះយាយធ្មប់បានចេញមកហើយនិយាយថាទេមិនអាចទេគ្មានចិត្តមនុស្សណាដែលអាចបំបែកវេទមន្តយើងបានទេហេតុអ្វីក៏វេទមន្តយើងបានរលាយអញ្ចឹងទេដោយសារតែភាពស្មោះត្រង់ពិតប្រាកដរបស់បរិសម្នាក់នោះហើយធ្វើឲ្យគាត់ជួយព្រះនាង
ពីវេទមន្តមេធ្មប់នោះបានពួកគេទាំងពីរនាក់ពិតជាមានអារម្មណ៍សប្បាយចិត្តជាខ្លាំងបុរសម្នាក់នោះបាននាំព្រះនាងទៅរាជវាំងវិញព្រះអង្គសប្បាយចិត្តជាខ្លាំងដែលបុរសម្នាក់នោះបាននាំព្រះនាងត្រឡប់មកវិញទ្រង់ក៏បានរៀបចំអភិសេកព្រះនាងនិងបុរសម្នាក់នោះពួកគេទាំងពីរនាក់រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលជារៀងរហូត